គណៈថប់ដីជាទីគោរពអង្គប្រធានទាំងមូលជាទីមេត្រីបន្ទាប់ពីការបានទៅទស្សនាជាមួយនឹងទីក្រុងនៃអនាគតគម្រោង Grand Landmark 271ឬក៏ដល់នេះខ្ញុំជឿជាក់ថាវត្តមានរបស់គណៈថប់ដីរួមជាមួយនឹងភាគីយុកំពុងតែចង់ដឹងបន្ថែមទៀតអំពីស្ថាបត្យកម្មនិងការរចនាប្លង់របស់គម្រោងដ៏អស្ចារ្យមួយនេះដូច្នេះកិច្ចជាបន្តទៀតនេះខ្ញុំមានកិត្តិយសសូមអនុញ្ញាតគ្រប់អញ្ជើញវត្តមានរបស់លោកស៊ីមសុកស្ថាបត្យករនគររូបនីយករផ្នែករចនានិងសិក្សាគម្រោងប្លង់ផ្ដល់កិត្តិយសឡើងមកលើវេទិកាដើម្បីធ្វើបទបង្ហាញអំពីគម្រោង Grand Landmark 271របស់យើងសូមគោរពអញ្ជើញបជាបឋមខ្ញុំបាទសូមគ្រប់ជម្រាបសួរដល់អាដាមលោកជំទាវលោកស្រីលោកអុកញ៉ាអ្នកអុកញ៉ានិងប្រិយមិត្តកិត្តិយសទាំងអស់ដែលមានវត្តមាននៅទីនេះថ្ងៃនេះខ្ញុំមានកិត្តិយសមែនតែនដោយបានមកធ្វើបទបង្ហាញជូនអំពីគម្រោង Grand Landmark 271បន្ទាប់ពីភាពរំភើបជាមួយនឹងជំនួយការថ្មីរបស់លោកអគ្គនាយកគឺ AI បាទអញ្ចឹងគម្រោងនេះយើងដាក់ឈ្មោះថាគម្រោងអភិវឌ្ឍទំនើបចម្រុះថ្មីលោកស្រីរាល់ការអភិវឌ្ឍទាំងអស់របស់ក្រុមហ៊ុន Chipmongland យើងតែងតែគិតពីភាពរស់រវើកនៃគម្រោងប្លង់មេនោះដូច្នេះសហគមន៍ទំនើបចម្រុះស៊ីវិល័យតែងតែជាគម្រោងមួយលើស100ឆ្នាំសម្រាប់ក្រុមហ៊ុន Chipmongland ពីមុនខ្ញុំបានធ្វើបទបង្ហាញដែលពាក់ព័ន្ធទៅនឹង5ចំណុចទី1គឺផ្លូវខ្វាត់ខ្វែងកន្លែងជួបជុំអាគារតាក់ទាញសួនអូសៀននិងទីកន្លែងពាណិជ្ជកម្មកត្តាទាំង5នេះហើយដែលញ៉ាំងឲ្យគម្រោងប្លង់មេមួយមានភាពតាក់ទាញហើយនឹងភាពរស់រវើកហើយអាចចាត់ទុកបានថាជាគម្រោងប្លង់មេដែលអាចមានអាយុកាលលើស100ឆ្នាំក៏ប៉ុន្តែលោកស្រីឥឡូវនេះបរិបទទីក្រុងចាប់ផ្ដើមផ្លាស់ប្ដូរទីក្រុងទាំងឡាយបានធ្វើការប្រកួតប្រជែងគ្នាដើម្បីតាក់ទាញនៅការវិនិយោគទុននិងសេដ្ឋកិច្ចទម្រង់ថ្មីដូច្នេះ5ចំណុចនេះអាចចាត់ទុកថាជាចំណុចស្នូលដែលយើងបានបង្កើតសម្រាប់គ្រប់គម្រោងទាំងអស់ក៏ប៉ុន្តែទស្សនៈទាន2ដែលខ្ញុំនឹងណែនាំជូនសម្រាប់ការអភិវឌ្ឍគម្រោង Grand Landmark 271នោះគឺពាក់ព័ន្ធទៅនឹងទីកន្លែងដែលប្រាថ្នានិងពេញចិត្តរស់នៅខ្ញុំគិតថាដើម្បីក្លាយជាគោលដៅតាក់ទាញនិងជាចំណុចស្នូលនៃការវិនិយោគរបស់ទីក្រុងវាត្រូវតែជាទីកន្លែងដែលមនុស្សទាំងឡាយប្រាថ្នានិងពេញចិត្តរស់នៅបន្តិចទៀតខ្ញុំនឹងណែនាំថាតើអ្វីទៅនៅពីក្រោយនៃពាក្យពីរនេះលោកស្រីអ្វីដែលយើងកំពុងឈរនៅទីនេះគឺជាទឹកដីមួយដ៏ល្អគឺជាទឹកដីមួយដែលអំណោយផលដូច្នេះហើយបានគម្រោង Grand Landmark 271នេះបានអនុញ្ញាតឲ្យយើងបង្កើតរឿងពីរនៅទីកន្លែងនេះទី1គឺសួនលំហែដ៏ធំល្វឹងល្វើយទី2គឺឧទ្យានមាត់ទឹកនៅទីនេះខ្ញុំសូមណែនាំជូនពាក្យមួយទៀតគឺដំបាននៃសួនឧទ្យាននិងរុក្ខវិថីខ្ញុំគិតថាពាក្យនេះស្ដាប់ទៅហាក់ដូចជាចម្លែកក៏ប៉ុន្តែខ្ញុំនឹងបង្ហាញជូនថាអ្វីទៅគឺជាចំណុចពិសេសរបស់គម្រោងមួយនេះនៅពេលដែលទីក្រុងរបស់យើងចាប់ផ្ដើមមានការរីកលូតលាស់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់និងការអភិវឌ្ឍគ្រប់អ្វីទាំងអស់តែអ្វីដែលយើងចង់បានបំផុតនៅក្នុងទីក្រុងនោះគឺលំហបៃតងនៅក្នុងគម្រោង Grand Landmark 271នេះដោយដែលបានបង្ហាញនៅក្នុង graph នេះស្រាប់យើងឃើញថាមានឧទ្យានជាច្រើននិងពង្រាយពាសពេញនៅតាមគម្រោងនេះតែម្ដងក៏ប៉ុន្តែឧទ្យានទាំងអស់នេះនឹងត្បាញបញ្ចូលគ្នាដោយរុក្ខវិថីជាច្រើននៅក្នុងគម្រោងតែម្ដងដូច្នេះការត្បាញបញ្ចូលគ្នារវាងរុក្ខវិថីហើយនិងសួនឧទ្យាននេះនឹងបង្កើតបានទៅជាបណ្ដាញបៃតងដ៏ធំមួយនៅភាគខាងត្បូងទីក្រុងភ្នំពេញយើងនេះមិនតែប៉ុណ្ណោះយើងនឹងបន្ថែមនៅភាពចម្រុះពណ៌នៃរុក្ខវិថីនិងឧទ្យានមាត់ទឹកដែលរឿងរ៉ាវទាំងអស់នេះនឹងបង្កើតទៅជាសូចនាករគោលមួយសម្រាប់វាយតម្លៃនៅភាពបៃតងនៃគម្រោងដ៏ធំមួយនេះដូច្នេះលោកស្រីភាពមនោរម្យនៃផ្ទៃបៃតងនិងផ្ទៃពណ៌ខៀវការច្របាច់បញ្ចូលគ្នាទាំងអស់នេះនឹងបង្កើតបានទៅជារឿងរ៉ាវនិងឈុតឆាកដ៏អស្ចារ្យនៃលំហបៃតងនៅក្នុងគម្រោង Grand Landmark នេះហើយនឹងក្លាយទៅជាទីកន្លែងដែលលោកស្រីអាចប្រើប្រាស់អាចទាញយកផលប្រយោជន៍និងអាចបំពាក់មុខងារជាច្រើនតាមអ្វីដែលយើងចូលចិត្តនៅក្នុងកន្លែងនេះលើសពីនេះទៅទៀតបន្ទាប់ពីការកំសាន្តទៅលើមុខងារនៃឧទ្យានបៃតងនៅក្នុងទីក្រុងយើងក៏បានផ្ដល់ជូននៅទីនេះនៅមជ្ឈមណ្ឌលកីឡាដ៏ធំហើយទំនើបមួយ
មជ្ឈមណ្ឌលកីឡានេះខ្ញុំអាចចាត់ទុកថាជាមជ្ឈមណ្ឌលកីឡាដែលធំសម្បើមហើយទំនើបដោយសារមុខងារជាច្រើនដែលមាននៅក្នុងទីនេះគឺសិតតែជាមុខងារដែលឆ្លើយតបទៅនឹងប្រភេទកីឡាដែលថែទាំសុខភាពប្រភេទកីឡាដែលជួយជំនួយដល់យុវវ័យប្រភេទកីឡាដែលនឹងបង្កើននៅធម៌ភាពសម្រាប់អ្នកដែលរស់នៅក្នុងទីនេះទស្សនៈទៀតទី2ដែលខ្ញុំចង់បង្ហាញជូនលោកស្រីនៅពេលនេះគឺជាទិសដៅនិងជាទីកន្លែងដែលរីកចម្រើននោះគឺអនាគតពិតប្រាកដនៃវឌ្ឍនភាពប្រសិនបើយើងមានចំណុចទាំងឡាយដែលពាក់ព័ន្ធទៅនឹងការទ្រទ្រង់នៃការរស់នៅរបស់អ្នកនៅក្នុងទីក្រុងហើយក៏ប៉ុន្តែកន្លែងនោះគិតថាត្រូវតែជាកន្លែងដែលរីកចម្រើនមានន័យថាប្រសិនបើលោកស្រីមករស់នៅទីនេះត្រូវតែជាកន្លែងមួយដែលនិយាយជាពាក្យសាមញ្ញថាត្រូវតែជាកន្លែងដែលត្រូវហុងស៊ុយដូច្នេះអ្វីដែលជាគោលដៅធំបំផុតហើយនឹងជាដៃឆក់ធំបំផុតដែលយើងបានដាក់ជូននៅក្នុងគម្រោងនោះគឺមជ្ឈមណ្ឌលសន្តិបាតនិងអាពាហ៍ពិពាហ៍ជិបមុងលោកស្រីជាមួយផ្ទៃការ៉េរហូតទៅដល់ 50000 ម៉ែត្រការ៉េនិងអាចផ្ទុកមនុស្សរហូតដល់ជា 10000 នាក់ខ្ញុំចាត់ទុកថាអាគារសន្តិបាតនិងអាពាហ៍ពិពាហ៍ជិបមុងនេះគឺជាស្ថាបត្យកម្មមួយដែលទាក់ទាញបំផុតនៅក្នុងទីក្រុងហើយនឹងคล้ายទៅជាគោលដៅជួបជុំអាពាហ៍ពិពាហ៍សន្និបាតដ៏ធំមិនតែក្នុងលក្ខណៈទីក្រុងរបស់យើងទេអាចនឹងคล้ายទៅជាគោលដៅដ៏ធំសម្រាប់តំបន់ទៀតផងតើវិសាលភាពនៅក្នុងអាគារដ៏ធំមួយនេះមានដូចម្តេចខ្លះបានមានផ្ទៃក្រឡារហូតដល់ទៅ 10000 ម៉ែត្រការ៉េនិងអាចផ្ទុកមនុស្សដល់ទៅ 10000 នាក់នៅក្នុងនោះយើងមានសាលសន្និបាតនិងអាពាហ៍ពិពាហ៍ដ៏ធំចំនួន 7 សាលទី2យើងមានសាលពហុមុខងារខ្នាតអន្តរជាតិរហូតដល់ទៅ 4 សាលបន្ថែមពីលើនេះទៀតសាលប្រជុំជាច្រើនប្រភេទដែលមានគ្រប់ខ្នាតបម្រើនៅសេចក្តីត្រូវការនិងសេចក្តីជួបជុំគ្រប់ប្រភេទទី3គឺយើងមានចំណតយានយន្តដ៏ធំទូលាយដែលបម្រើទៅដល់មុខងារនិងព្រឹត្តិការណ៍ផ្សេងនៅក្នុងតំបន់ជាពិសេសនៅក្នុងទីក្រុងរបស់យើងដូច្នេះលោកស្រីជាមួយនឹងផ្ទៃម៉ែត្រការ៉េនិងទំហំដែលយើងអាចផ្ទុកបាននេះខ្ញុំអាចគិតថាកន្លែងនេះនឹងក្លាយទៅជាវេទិកាដ៏ធំមួយដែលអាចផ្ដល់ជូនសម្រាប់គ្រប់ទម្រង់និងគ្រប់បែបបទនៃការរៀបអាពាហ៍ពិពាហ៍និងព្រឹត្តិការណ៍ផ្សេងដែលតាមសេចក្តីត្រូវការរបស់លោកស្រីបន្តិចទៀតខ្ញុំសូមណែនាំជូននៅពាក្យមួយម៉ាត់ដែលនិយាយថាគោលដៅទេសចរម៉ៃលោកស្រីប្រហែលជាឆ្ងល់ថាអ្វីទៅជាគោលដៅទេសចរម៉ៃតាមពិតលោកស្រីនៅក្នុងយុទ្ធសាស្ត្រនៃការរៀបចំតំបន់និងភាពទាក់ទាញរបស់ទីក្រុងនៅក្នុងតំបន់របស់យើងនេះជាពិសេសនៅក្នុងតំបន់អាស៊ានអ្វីដែលជាស្នូលបំផុតនៃយុទ្ធសាស្ត្រក្នុងការទាក់ទាញនោះគឺការកសាងនៅគោលដៅទេសចរម៉ៃនោះគឺជាគោលដៅទេសចរក្នុងការបំពាក់មុខងារឲ្យคล้ายទៅជាគោលដៅសម្រាប់កិច្ចប្រជុំថ្នាក់តំបន់កិច្ចប្រជុំថ្នាក់ពិភពលោកឬក៏អាចធ្វើជាវេទិកាធុរកិច្ចផ្សេងដែលទាំងអស់នេះនឹងคล้ายទៅជាទស្សនៈទាននិងคล้ายទៅជាផលប្រយោជន៍សម្រាប់ទីក្រុងជាពិសេសគឺតំបន់អភិវឌ្ឍរបស់យើងទាំងមូលតែម្ដងឥឡូវនេះខ្ញុំសូមបង្វែរអារម្មណ៍លោកស្រីបន្តិចមកមើលនៅរឿងរ៉ាវដ៏ជក់ចិត្តនៃធុរកិច្ចបង្កើតថ្មីលោកស្រីប្រហែលជាស្គាល់នៅស្លាកយីហោទាំងអស់នេះច្បាស់ណាស់នៅក្នុងនោះមានទាំងក្រុមហ៊ុនជាច្រើនដែលសឹងតែคล้ายទៅជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើងទៅហើយតាមពិតក្រុមហ៊ុនទាំងអស់នេះមិនមែនកើតឡើងនៅលើទីតាំងដែលចៃដន្យទេលោកស្រីក្រុមហ៊ុនទាំងអស់នេះបានកើតឡើងនៅក្នុងមជ្ឈមណ្ឌលមួយដែលមានហេដ្ឋារចនាស្គាំពៀសម្រាប់ទ្រទ្រង់នៅធុរកិច្ចបង្កើតថ្មីនេះជាពិសេសនៅក្នុងបរិបទសេដ្ឋកិច្ចនៃបញ្ញាសិប្បនិម្មិតហើយនឹងទម្រង់សេដ្ឋកិច្ចបែបថ្មីនៃការបង្កើតថ្មីនិងច្នៃប្រឌិតទាំងអស់នេះបានធ្វើឲ្យស្លាកយីហោទាំងអស់នេះអាចមានឱកាសកើតឡើងនៅក្នុងទីក្រុង Silicon Valley និង Silicon Shenzhen ហើយទីក្រុងទាំងពីរនេះឥឡូវនេះបានក្លាយទៅជាមជ្ឈមណ្ឌលនៃការបង្កើតថ្មីបង្កើតស្លាកយីហោថ្មីនិងពាណិជ្ជកម្មទំនើបបែបថ្មីហើយបានសុសសាយទៅជារឿងរ៉ាវដ៏ជក់ចិត្តប្រចាំតំបន់និងពិភពលោកតែម្ដងដូច្នេះនៅក្នុងន័យនេះខ្ញុំសូមជម្រាបជូនលោកស្រីថាក្នុងជំនាញជាអ្នក
សិក្សាច្រើនអំពីទម្រង់ទីក្រុងនិងការរៀបចំទីក្រុងយើងបានឃើញថាដើម្បីឆ្លើយតបទៅនឹងសហគ្រិនភាពចំនួនថ្មីច្បាស់ណាស់យើងត្រូវតែមានបំពាក់ហេដ្ឋារចនាសម្ព័ន្ធដែលឆ្លើយតបទៅនឹងនិន្នាការទាំងអស់នេះដូច្នេះហើយបានជានៅគម្រោង Grand Landmark 271របស់យើងនេះយើងបានបំពាក់នៅហេដ្ឋារចនាសម្ព័ន្ធទាំងឡាយដើម្បីគាំពៀនៅធុរកិច្ចបង្កើតថ្មីដោយលោកលោកស្រីបានឃើញនៅក្នុងនេះស្រាប់នេះសិតតែជា ecosystem មួយដែលអាចជំរុញនិងជួយបង្កើតបរិយាកាសសម្រាប់អ្នកវិនិយោគទុននិងធុរកិច្ចជនទាំងឡាយដែលរស់នៅទីនេះហើយក៏អាចคล้ายទៅជាគោលដៅសម្រាប់ទាក់ទាញក្នុងកំណើនសេដ្ឋកិច្ចសម្រាប់ទីក្រុងរបស់យើងទាំងមូលផងដែរដូច្នេះខ្ញុំលើកតែ3ចំណុចដែលជាមុខងារធំនៅក្នុងដែលខ្ញុំប្រសិទ្ធនាមថាអាចជាដៃឆក់មួយក្នុងចំណោមដៃឆក់ទាំងឡាយដែលយើងបានបង្កើតនៅទីនេះទី1គឺមជ្ឈមណ្ឌលធុរកិច្ចចម្រុះអន្តរជាតិមជ្ឈមណ្ឌលធុរកិច្ចចម្រុះអន្តរជាតិនេះគឺជាកន្លែងដែលប្រមូលផ្ដុំនៅសន្តាគារពាណិជ្ជកម្មនៅអគារការិយាល័យនិងអគាររស់នៅដែលច្របាច់បញ្ចូលគ្នាហើយក៏คล้ายទៅជាវេទិកាធុរកិច្ចជាលក្ខណៈឯកជនសម្រាប់អ្នកទាំងឡាយដែលរស់នៅទីនេះទី2ខ្ញុំសូមណែនាំជូននៅមជ្ឈមណ្ឌលធុរកិច្ចច្នៃប្រឌិតដំបូងគេដែលភាសាអង់គ្លេសហៅថា Innovation Hub កន្លែងនេះវានឹងคล้ายទៅជាវេទិកាជួបជុំរវាងអ្នកជំនាញសហគ្រិននិងអ្នកសម្របសម្រួលធុរកិច្ចបង្កើតថ្មីដែលវេទិកានេះនឹងអាចคล้ายទៅជាទីកន្លែងដំបូងគេបង្អស់នៅក្នុងទីក្រុងភ្នំពេញជាពិសេសគឺប្រទេសកម្ពុជាយើងដើម្បីអាចមានទីកន្លែងមួយស័ក្តិសមនិងអាចធ្វើការប្រកួតប្រជែងជាមួយនឹងកម្រិតតំបន់បានចំណុចចុងក្រោយលោកស្រីខ្ញុំគិតថានេះគឺជាចំណុចសំខាន់បំផុតដែលអ្នកទាំងអស់គ្នាតែងតែខ្វល់ខ្វាយនិងយកចិត្តទុកដាក់នោះគឺពាក់ព័ន្ធទៅនឹងសុខភាពរបស់អ្នកទាំងអស់គ្នានៅមជ្ឈមណ្ឌលនេះយើងអាចចាត់ទុកថាជាមជ្ឈមណ្ឌលដំបូងគេដែរពាក់ព័ន្ធទៅនឹងការស្រាវជ្រាវវិទ្យាសាស្ត្រហើយនឹងជាគោលដៅថែរក្សាសុខភាពដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាជាពិសេសគឺយើងនិយាយថានឹងមានលក្ខណៈអាចប្រកួតប្រជែងជាលក្ខណៈតំបន់បានខ្ញុំគិតថានៅចំណុចនេះខ្ញុំប្រហែលជាចង់បញ្ញាអារម្មណ៍លោកស្រីបន្តិចថាអ្វីទាំងអស់នៅក្នុងការបង្កើតទស្សនៈទាននៃការរៀបចំទីក្រុងនាពេលបច្ចុប្បន្ននេះជាពិសេសគឺបន្ទាប់ពីព្រឹត្តិការណ៍នៃ COVID-19 ដែលយើងទាំងអស់គ្នាបានដឹងរួចមកហើយនោះគឺថាការរៀបចំទីក្រុងទាំងឡាយត្រូវតែគិតគូរពីភាពងាយស្រួលនិងភាពនៅក្បែរខ្លួនរបស់អ្នករស់នៅដោយសារតែទម្រង់សេដ្ឋកិច្ចនិងបរិបទនៃការធ្វើធុរកិច្ចរបស់អស់លោកស្រីមានការប្រែប្រួលខ្ញុំអាចនិយាយបានថារាល់ថ្ងៃនេះយើងទោះបីនៅទីណានៅកន្លែងណាគ្រប់ពេលវេលាគ្រប់ម៉ោងគឺយើងអាចធ្វើការរកទទួលទានឬក៏ការធ្វើអាជីវកម្មតាមបែបប្រើប្រាស់នៅសក្តានុពលនៃបញ្ញាសិប្បនិម្មិតនិងឧបករណ៍ទាំងឡាយដែលនៅជុំវិញខ្លួនរបស់យើងដូច្នេះបទពិសោធន៍ដែលយើងនឹងបង្កើតជូនលោកស្រីនៅ Grand Landmark 271នេះគឺជាទស្សនៈទាននៃបទពិសោធន៍ទៅគ្រប់ទីកន្លែងត្រឹមតែ5នាទីតែប៉ុណ្ណោះដូច្នេះលោកស្រីអាចសាកស្រមៃឃើញថាអូខេខ្ញុំអាចចាប់ផ្ដើមពេលវេលារបស់ខ្ញុំមួយថ្ងៃនៅទីនេះដោយមិនចាំបាច់ធ្វើដំណើរទៅណាដែលឆ្ងាយហួសហេតុនឹងធ្វើឲ្យលំបាកក្នុងការធ្វើចរាចរណ៍ដូច្នេះពេលវេលានិងរូបភាពទាំងអស់នេះបានបង្ហាញយ៉ាងច្បាស់ថាយើងអាចចាប់ផ្ដើមដំណើរពេលព្រឹករបស់យើងដោយការហាត់ប្រាណនៅឧទ្យានមាត់ទឹកឬក៏ឧទ្យានណាមួយនៅក្នុងគម្រោងដែលយើងរស់នៅទី2យើងអាចចាប់ផ្ដើមការងាររបស់យើងទៅតាមពេលវេលាដែលយើងចង់បានពេលថ្ងៃប្រហែលជាម៉ោង12យើងអាចទៅទទួលទានជាមួយមិត្តភ័ក្តិឬក៏ទទួលទានជាមួយដៃគូពាណិជ្ជកម្មរបស់យើងនៅទីតាំងក្បែរមាត់ទឹកឬក៏ទីតាំងធុរកិច្ចចម្រុះដែលនៅក្បែរនោះប្រហែលជាអាចម៉ោង3ជាងយើងក៏អាចនឹងមានឱកាសក្នុងការណាត់ជួបជាមួយនឹងលោកវិជ្ជបណ្ឌិតដើម្បីពិភាក្សាពីបញ្ហាសុខភាពហើយអាចនឹងបន្តការងារបន្តទៀតប្រហែលជាម៉ោង5យើងអាចនឹងមានឱកាសជួបជុំគ្រួសារឬក៏អាចទៅយកបុត្រធីតារបស់លោកអ្នកដែលនឹងនៅក្បែរនោះដូចគ្នាដូច្នេះភាពបត់បែនភាពឆ្លាតវៃនិងការបង្កើតបទពិសោធន៍នៃការទៅគ្រប់ទីកន្លែងត្រឹមតែ5នាទីនេះខ្ញុំគិតថាជាការឆ្លើយតបនៅបរិបទនៃការរស់នៅចំនួនថ្មីហើយអ្វីដែលកាន់តែពិសេសលោកស្រីអំពីគម្រោង Grand Landmark 271នេះ
គឺជាទីតាំងមួយដែលនៅទីតាំងយុទ្ធសាស្ត្រនិងសក្តានុពលជាទីបំផុតហេតុអីបានជាខ្ញុំនិយាយថានេះគឺជាទីតាំងដែលយុទ្ធសាស្ត្រហើយប្រកបដោយសក្តានុពលបើអស់លោកស្រីមើលមកលើ graph នេះយើងឃើញថា Grand Landmark 271គឺស្ថិតនៅលើបដោយនិងអនៃសរសៃឈាមភ្ជាប់រវាងទីក្រុងភ្នំពេញទៅនឹងភាគខាងត្បូងហើយសរសៃឈាមធំបំផុតនៅតំបន់នេះគឺមហាវិថីសម្ដេចតេជោហ៊ុនសែនឬយើងហៅថាផ្លូវ60ម៉ែត្រនៅទីនេះផងដែរលោកស្រីគឺវានៅចិត្តបង្កើយនឹងប្រលានអន្តរជាតិតេជោតាខ្មៅថ្មីហើយក៏ស្ថិតនៅចិត្តបង្កើយដែលជាចុងត្បូងបំផុតឬក៏ជាចំណុចកណ្ដាលបំផុតដែលពាក់ព័ន្ធទៅនឹងស្នូលរវាងតំបន់ប្រជុំទីក្រុងហើយនិងអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅហើយនៅទីនេះលោកស្រីគឺជាទឹកដីដែលមាននីវ៉ូខ្ពស់ស្របទន្លេបាសាក់ហើយជាទីតាំងដែលមានហេដ្ឋារចនាសម្ព័ន្ធរួចរាល់បើសិនបើលោកស្រីមើលមកចំណុចទៀតយើងឃើញថាតំបន់ Grand Landmark 271ឬក៏ទីតាំងដែល Grand Landmark 271ស្ថិតនៅនេះគឺស្ថិតនៅ3ចំណុចស្នូលនៃតំបន់ដែលកំពុងតែរីកស៊ីស្គួយនោះគឺតំបន់ប្រជុំទីក្រុងនៅប៉ែកខាងជើងតំបន់ឧស្សាហកម្មនៅប៉ែកខាងលិចហើយនិងតំបន់អភិវឌ្ឍនៅប៉ែកខាងត្បូងកត្តាទាំងអស់នេះឲ្យលោកស្រីដែលខ្ញុំជឿជាក់ថា Grand Landmark 271នឹងក្លាយទៅជាគោលដៅប្រមូលផ្ដុំនិងជាច្រកឆ្លងកាត់ក្នុងតំបន់ដែលមិនអាចខ្វះបាននាពេលអនាគតដូច្នេះលោកស្រីអ្វីដែលខ្ញុំបានស្នើជូននិងបានដាក់ជូននៅក្នុងគម្រោងប្លង់មេនេះមានដូចជាលំនៅឋានប្រណិតប្រព័ន្ធផ្លូវខាត់ខ្វែងភាពស៊ីវិល័យបណ្ដុំសួននិងរុក្ខវិថីសហគមន៍រស់រវើកនិងរីករាយខ្ញុំជឿជាក់ថាគម្រោង Grand Landmark 271នេះនឹងក្លាយទៅជាគម្រោងដែលមានសក្តានុពលជាទីតាំងទាក់ទាញវិនិយោគិននិងគឺជាក្របពេជ្រថ្មីប្រចាំទីក្រុងភ្នំពេញរបស់យើងជាពិសេសគឺនៅប៉ែកដែលយើងកំពុងតែស្ថិតនៅទាំងអស់គ្នានេះដូច្នេះលោកស្រីជាថ្មីម្ដងទៀតខ្ញុំសូមស្វាគមន៍មកកាន់សហគមន៍ទំនើបចម្រុះស៊ីវិល័យលើស100ឆ្នាំដែលខ្ញុំជឿជាក់ថានឹងក្លាយទៅជាគោលដៅដែលអ្នកទាំងអស់គ្នាប្រាថ្នាពេញចិត្តនិងរីកចម្រើននាថ្ងៃអនាគតខ្ញុំបាទសូមអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់លោកស្រី